What Champuruka Vedaram have what Brickpu Pum Brickpu Srok Mobile Cat but the bong Tiny Kim Ganatapa Some Tlang am not con Chupuyum Macha Sati the Banjo room Go sang Chat day Nung chat sap No Good line main ឬគឺចាក់ដីនៅក្នុងទឹកដីបតព្រៃខ្ពស់ចំនួន500ឡានសូមថ្លែងអំណរអគុណចំពោះញោមប៉ាន់នួនថងតើមនិងកូនចៅប្រុសស្រីរស់នៅសហរដ្ឋអាមេរិកបានចូលរួមកសាងចាក់ដីឬគឺចាក់សាបនៅកន្លែងបូជាសពចំនួន$300 កាលពីថ្ងៃទី27 ខែកុម្ភៈឆ្នាំ2026ដែលខ្ញុំគណៈអាត្មាកម្រងចុះជីកស្រះណាហើយក៏ដឹកដីចូលចាក់ដីនឹងចូលទៅចាក់នៅក្នុងបទព្រៃខ្ពស់បងតាមរយៈคลิปវីដេអូនេះញោមញាតិពុទ្ធបរិស័ទស្រីប្រុសទេណាខ្ញុំបានទស្សនាឃើញនៅសមិទ្ធផលដែលខ្ញុំព្រះអង្គខ្ញុំកណាអាត្មាដឹកនាំកសាងនៅកន្លែងមេនឬកន្លែងបូជាសពនេះគឺអាត្មាទិញស៊ីម៉ងគេមក10តោនឥឡូវនេះថ្ងៃទី5ថែមមក5តោនទៀតញោមទាំងអស់5ដល់10តោនដើម្បីចាក់សាបនៅជុំវិញទីកន្លែងនេះបើគិតទៅជាង500ការ៉េញោមញាតិណាក៏ជាង500ការ៉េក្នុងការកសាងសមិទ្ធផលថ្មីនៅទឹកដីវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់ស្រុកបវរខេត្តបាត់ដំបងចម្រើនពរញោមញាតិពុទ្ធបរិស័ទស្រីប្រុសការកសាងនេះបើចាក់ដីនៅសល់ចម្ពាក់ថ្លៃឡានគេទៀតណាបងធ្វើផ្លូវហ្នឹងគឺ250ឡាន250ឡានក៏ទៅជាង$1000បងនឹងសម្រាប់ចាក់ដីនៅទឹកដីវត្តព្រៃខ្ពស់បងនៅក្នុងឆ្នាំ2026នេះខ្ញុំកណាអាត្មាគម្រោងទី1ចាក់ដីតែមិនពេញទេញោមញាតិណាបងអត់ពេញកន្លែងក្នុងវត្តហ្នឹងអត់តន់ពេញទេញោមនៅសល់មួយជ្រុំកន្លែងដើមច័ន្ទណាញោមបងញោមមើលតាមคลิปវីដេអូទៅក៏ឃើញថានៅដើមច័ន្ទដែលញោមស្គាល់កន្លែងដើមច័ន្ទហើយបងណាហើយកន្លែងមេនកន្លែងបូជាសពនេះគឺជាคลิปវីដេអូដែលខ្ញុំបានអាត្មាថតតាំងពីថ្ងៃទី1បងខែមីនានេះបងតែសម្រាប់ថ្ងៃទី5គឺសមិទ្ធផលចាក់អស់10តោនហើយញោមអាត្មាថែមមកព្រឹកមិញហ្នឹង5តោនទៀត5ដល់10តោនអត់តន់គ្រប់ទេញាតិញោមហើយបងសម្រាប់ស្រះនេះគឺញោមញាតិណាបងសម្រាប់ស្រះនេះគឺជីកថ្មីណាបងនៅទឹកដីវត្តព្រៃខ្ពស់នេះឯងបងជីកថ្មីហ្នឹងក៏បណ្ដោយហ្នឹង28ម៉ែត្រទៅតឹង25ម៉ែត្រតែបើស្រះដែលពីមុនណាញោមមានបណ្ដោយ98ម៉ែត្របងណានឹងស្រះពីមុនញោមបានទស្សនាហើយអរគុណចំពោះញោមប៉ាន់នួនថងតើមនិងកូនចៅប្រុសស្រីនៅទឹកដីសហរដ្ឋអាមេរិកហើយគឺជាស្រុកកំណើតរបស់គាត់នៅព្រៃខ្ពស់នេះគាត់បានចូលរួមកសាង
ធ្លាប់ចូលរួមកសាងណាច្រើនញោមអណ្ដូង2ញោមបងអណ្ដូង2អណ្ដូង1 $500បងគឺអណ្ដូងហ្នឹងស្មើយកមកប្រើប្រាស់ណាសម្រាប់កសាងសមិទ្ធផលឬក៏ប្រើប្រាស់នៅក្នុងប្រចាំថ្ងៃបងឬក៏ពិធីបុណ្យហ្នឹងហើយអណ្ដូង1 $500គឺបានពីសទ្ធាទឹកចិត្តរបស់ញោមប៉ាន់នួនថងតើមបងណាហើយនៅសមិទ្ធផលក៏ទៅកសាងរើជារៀងរាល់ខែបងនៅក្នុងទឹកដីវត្តព្រៃពោះនេះជាស្រុកកំណើតរបស់ពួកគាត់ដោយអំណាចបុណ្យសទ្ធាទឹកចិត្តជ្រះថ្លារបស់ញោមប៉ាន់នួនថងតើមខ្ញុំគណៈអាត្មាតំណាងប្រសង់អាចារ្យគណៈកម្មការរួមពុទ្ធបរិស័ទសូមប្រសិទ្ធពរជ័យសូមជូនពរជូនបុណ្យដល់ញោមប៉ាន់នួនថងតើមតែធ្វើការដែលរស់នៅសហរដ្ឋអាមេរិកសូមឲ្យញោមមានប្រសុខភាពល្អនិងទទួលនឹងបុណ្យពុទ្ធពរព្រះ4ប្រការអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យព្រះនិព្វានញោមប្រាថ្នាសម្បត្តិណាសូមឲ្យបានសម្រេចដូចបំណងបងប្រាថ្នាហើយសូមជូនពរជូនបុណ្យញោមមានប្រសុខភាពល្អក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិនេះសូមឲ្យញោមមានប្រសុខភាពល្អអាយុវែងយឺនយូរជាង100ព្រះវស្សាទៀតណាសូមចម្រើនពរញោមញាតិទាំងក្នុងនិងក្រៅប្រទេសដែលបានទស្សនាតាម page តាម YouTube channel YouTube ខ្ញុំគណៈអាត្មាយិនពុទ្ធិបងសម្រាប់កសាងគឺនៅសល់ចម្ពាក់ថ្លៃឡានគេណាជាង$1000ទៀតញោមណាបងតែជាង$1000ទៀតតែក្នុង1ឡានតែ$5ទេញោមណាបងញោមទាំងក្នុងនិងក្រៅប្រទេសផងណាមានសទ្ធាជួយណាបន្ថែមបំពេញបុណ្យនៅកុសលទៀតណាកសាងទៅទីសនៈទានជីកស្រះជីកអណ្ដូងណានឹងកសាងចាក់សាបនៅកន្លែងមេនបន្តបងញោមដែលបានទស្សនាឃើញឃ្លីបវីដេអូនេះញោមចូលរួមតាមកម្លាំងសទ្ធាទៀត